ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានសរសើរការបោះសម្អាត online scam នៅកម្ពុជាថាបានមកពីការប្រឹងប្រែងដ៏អស្ចារ្យអាយុដំ Brian McFitter ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានបានសម្ដែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជារួមទាំងក្រសួងមហាផ្ទៃក្នុងការបោះសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយអាយុដំបានចាត់ទុកប្រតិបត្តិការនេះថាជាការប្រឹងប្រែងដ៏អស្ចារ្យការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលអាយុដំបានដឹកនាំប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានចូលជួបពិភាក្សាការងារជាមួយអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅទីស្តីការក្រសួងមហាផ្ទៃនារសៀលថ្ងៃទី21ខែកក្កដាឆ្នាំ2026ក្នុងឱកាសនោះដែរអាយុដំក្នុងនាមប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំអាជ្ញាធរពាក់ព័ន្ធនិងកងកម្លាំងក្រសួងមហាផ្ទៃដែលតែងតែយកចិត្តទុកដាក់បង្កបរិយាកាសអំណោយផលធ្វើឲ្យបណ្ដាក្រុមហ៊ុនអាមេរិកដែលកំពុងមានវត្តមាននៅកម្ពុជាមានទំនុកចិត្តនិងទទួលបានភាពកក់ក្ដៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួនជាការឆ្លើយតបអាយុដំអភិសន្តិបណ្ឌិតសសុខាបានថ្លែងអំណរគុណចំពោះការវាយតម្លៃប្រកបដោយការលើកទឹកចិត្តពីប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាយុដំអភិសន្តិបណ្ឌិតបានគូបញ្ជាក់បន្ថែមថាក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្រសួងមហាផ្ទៃនៅតែបន្តបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការបោះសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឲ្យអស់ព្រោះបទល្មើសនេះជាអំរែកនៅលើស្មារតីដែលត្រូវតែដោះស្រាយជាដាច់ខាតប្រមុខក្រសួងមហាផ្ទៃក៏បានជម្រាបជូនប្រតិភូអំពីលទ្ធផលនាពេលថ្មីៗនេះថាក្រុមឆបោកទ្រង់ទ្រាយធំត្រូវបានបោះសម្អាតស្ទើរតែ 100% ក្នុងនោះសមត្ថកិច្ចកម្ពុជាក៏បាននឹងកំពុងបន្តកំទេចក្រុមតូចៗបន្ថែមទៀតខណៈជនបរទេសជាង 30,000 នាក់បានស្ម័គ្រចិត្តចាក់ចេញនិងត្រូវបានបណ្តេញចេញពីកម្ពុជាត្រឡប់ទៅប្រទេសដើមវិញតំណាងក្រុមហ៊ុននីមួយៗក៏បានយកឱកាសនោះលើកឡើងអំពីចំណាប់អារម្មណ៍ចំពោះបទពិសោធន៍នៃការវិនិយោគនៅកម្ពុជានិងការសម្លឹងមើលសក្តានុពលបន្ថែមដើម្បីពង្រីកអាជីវកម្មត្រង់ចំណុចនេះប្រមុខក្រសួងមហាផ្ទៃបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់ក្រសួងមហាផ្ទៃក្នុងការគាំទ្រនិងសម្រួលដល់ការវិនិយោគទាំងនោះឲ្យដំណើរការទៅដោយរលូននិងរីកចម្រើនលើទឹកដីកម្ពុជាអាយុដំ Brian McFitter បានជម្រាបជូនអាយុដំអភិសន្តិបណ្ឌិតដោយត្រង់ថាអាយុដំនិងប្រតិភូដែលបានបំពេញបេសកកម្មនៅកម្ពុជាប្រមាណថ្ងៃមកនេះគឺទទួលបានអារម្មណ៍កក់ក្ដៅនិងមានសុវត្ថិភាពហើយរំពឹងថាទស្សនកិច្ចលើកនេះនឹងជំរុញដល់ការពង្រីកសកម្មភាពវិនិយោគរបស់ក្រុមធុរជនអាមេរិកនៅកម្ពុជាបន្ថែមទៀតជាកិច្ចបញ្ចប់អាយុដំអភិសន្តិបណ្ឌិតក៏បានបង្ហាញក្តីរំពឹងដែរថាប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាននឹងនាំយកនូវអ្វីដែលបានមើលឃើញនិងស្វែងយល់ដោយផ្ទាល់នៅកម្ពុជាទៅជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីធានាការការពារសន្តិសុខសុវត្ថិភាពនិងបង្កលក្ខណៈដល់ការវិនិយោគដោយគ្មានការរើសអើង